ឃ្លាថាចាញ់ប្រពន្ធអស់សេរីតាមពិតប្រពន្ធនឹងប្តីដែលសមប្រកបដោយធម៌មិនគួរមានពាក្យថាចាញ់នោះទេព្រោះពាក្យថាចាញ់ជាគូនឹងពាក្យថាឈ្នះជាប្តីប្រពន្ធគួរតែប្រើពាក្យថាឈ្នះឈ្នះគឺឈ្នះទាំងអស់គ្នាឈ្នះប្រកបដោយមេត្តាធម៌គ្នានឹងគ្នាដូច្នេះពាក្យថាចាញ់ប្រពន្ធអស់សេរីនោះគឺសេរីសួស្តីក្នុងគ្រួសារយោងតាមដំណើររឿងនៃត្រង់ក្នុងឃ្លានេះប្រហែលជាប្តីស្លូតពេកស្លូតឥតរបៀនហើយប៉ះចំប្រពន្ធកាចឥតបុតបែបនេះធ្វើឲ្យប្តីចាញ់ត្រង់ប្រពន្ធជេរបញ្ចោចាញ់ត្រង់ប្រពន្ធមានកិរិយាមិនសមគួរពេលខឹងប្តីម្ដងដូចជាកាយវិការចង្អុលមុខប្តីដោយកំហឹងកាយវិការជ្រងែងជ្រងាងមិនសមជាស្រីឬគ្រប់កិច្ចសំខាន់អ្វីប្រពន្ធជាអ្នកសម្រេចដោយប្តីគ្មានសិទ្ធិជាដើមបែបនេះហៅថាអពមង្គលគ្រួសារអស់សេរីសួស្តីដោយសារប្តីប្រពន្ធមិនសមប្រកបដោយធម៌គឺស្មើនឹងចម្រៃហើយប្តីប្រពន្ធគូនេះគឺរស់នៅមិនសូវជាសុខចម្រើននោះទេជួនក៏ជួបជំងឺឈឺថ្កាត់ច្រើនជួនក៏ជួបរឿងមិនសប្បាយចិត្តច្រើនទោះប្រកបរបររកស៊ីតូចធំជួបនៅបញ្ហាច្រើនខាតបង់ច្រើនជាងចំណេញគ្មានលៀបគ្មានជ័យគ្មានសេរីសួស្តីនោះឡើយតែណាមកណាក៏មិនចុះចំណោមគេមិនសូវឲ្យតម្លៃហេតុអ្វីបានជាគ្រាន់តែប្តីប្រពន្ធមិនប្រកបដោយគន្លងធម៌បែរជួបនៅភាពអពមង្គលច្រើនយ៉ាងនេះមិនចាំបាច់គិតវែងឆ្ងាយពេកទេហូបគ្មានអនាម័យឆ្លងមេរោគសេពសុរារាល់ថ្ងៃខូចសុខភាពរស់នៅគុក្រិចប្រឈមជំងឺដូច្នេះកំថាឡើយប្តីប្រពន្ធគឺគ្រប់មនុស្សទាំងឡាយបើគ្មានសេរីសួស្តីពីខាងក្នុងមកនោះទេសេរីសួស្តីចេញពីកាយវាចានិងចិត្តជាប្រធានដែលមិនប្រកបដោយគន្លងធម៌មិនស្អាតដោយគន្លងធម៌ពិតណាស់ឧបទ្រពចង្រៃទាំងឡាយទាំងពួងនឹងចូលមកព្យាធិចូលមកយាយីគ្រប់មនុស្សទាំងនោះជាក់ជាមិនខានរីឃ្លាថាចាញ់ក្តីអស់គំនិតពាក្យថាក្តីសំដៅទៅគ្រប់រឿងរ៉ាវដែលយើងកំពុងប្រឈមនៅពេលចិត្តយើងរំពឹងចង់ឈ្នះគឺប្រើគ្រប់គំនិតគ្រប់មធ្យោបាយនិងគ្រប់វិធីដើម្បីយកឈ្នះនៅក្តីនោះប៉ុន្តែនៅពេលលទ្ធផលចុងក្រោយបែរជាត្រីចាញ់បែបនេះធ្វើឲ្យប៉ះពាល់ផ្លូវចិត្តជាខ្លាំងកាលណាចិត្តគំនិតផ្ដោតទៅលើអ្វីមួយខ្លាំងពេកហើយលទ្ធផលមិនសមបំណងនោះធ្វើឲ្យសតិស្មារតីអាចនឹងគាំងឬភ្លឹកក្នុងរយៈពេលវែងឬខ្លីក៏មានហៅថា stress តានតឹងក្នុងគំនិតអស់គំនិតសុញគំនិតឬទាល់គំនិតដោយសារចាញ់ក្តីនោះឯងសរុបសេចក្តីមកវិញមិនថាចាញ់ប្រពន្ធមិនថាចាញ់ក្តីគ្រប់ការចាញ់ឈ្នះក្នុងជម្លោះមិនមែនជាសេចក្តីសុខពិតឡើយពាក្យខ្មែរពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លាឈ្នះចាញ់ឈ្នះបន្សល់ទុកត្រឹមតែការគុំគួនគ្នាចងពៀវរីឥតឈប់ឈរមានតែការឈ្នះទាំងអស់គ្នាប៉ុណ្ណោះទើបជាសេរីសួស្តីពិតប្រាកដគឺឈ្នះដោយចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកគឺឈ្នះដោយចេះសម្រាប់សម្រួលគ្នាប្រកបដោយសន្តិភាពឈ្នះបែបនេះសត្រូវក៏អាចក្លាយជាមិត្តក្នុងមួយពោព្រៃភ្នែក